នាយករដ្ឋមន្ត្រីចង់ឲ្យការប្រឡងចូលកងទ័ពនិងនគរបាលមានសុក្រិតភាពដោយប្រឡងមន្ត្រីរាជការស៊ីវិលសម្ដេចហ៊ុនម៉ាណែតចង់ឃើញការប្រឡងជ្រើសរើសកងទ័ពនិងនគរបាលមានសុក្រិតភាពដោយការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈសម្ដេចនាយករដ្ឋមន្ត្រីដាក់ក្តីសង្ឃឹមដូចនេះបន្ទាប់ពីកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈត្រូវបានរៀបចំដោយជោគជ័យសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានកោតសរសើរចំពោះការដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈដែលសហការជាមួយក្រសួងស្ថាប័ននានាតាមរយៈកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីនេះដែរសម្ដេចបានមានប្រសាសន៍ថាការប្រឡងនេះបានផ្ដល់ក្តីសង្ឃឹមដល់យុវជនដែលគ្មានរបស់ក្រៅខ្លួនគ្មានឪពុកធ្វើធំនិងគ្មានលុយសោកទាក់ទងនឹងកំណែទម្រង់ការប្រឡងដែលដឹកនាំដោយក្រសួងមុខងារសាធារណៈចំនួន42ដងមានបេក្ខជនចូលរួមប្រឡងប្រមាណ 120,000 នាក់ខណៈអ្នកជាប់មានត្រឹមតែ 4,000 នាក់តែប៉ុណ្ណោះត្រង់នេះសម្ដេចនាយករដ្ឋមន្ត្រីលើកឡើងថាបេក្ខជនជាង 11,000 នាក់គឺធ្លាក់ដោយអស់ចិត្តគ្មាននរណាចេញមកតវ៉ានិងមិនអស់ចិត្តឡើយសម្ដេចហ៊ុនម៉ាណែតបន្តថាសម្ដេចតែងតែតាមដានជាប់ជានិច្ចពីការប្រឡងដែលដឹកនាំដោយក្រសួងមុខងារសាធារណៈដែលធ្វើឲ្យបេក្ខជននិងអាណាព្យាបាលជឿទុកចិត្តសម្ដេចហ៊ុនម៉ាណែតជឿថាបើគ្មានភាពយុត្តិធម៌បេក្ខជនជាង 11,000 នាក់ដែលប្រឡងក្នុងសម័យកំណែទម្រង់នេះគឺនឹងមិននៅស្ងៀមឡើយសម្ដេចមានប្រសាសន៍ដូចនេះដោយបន្តថាខ្ញុំសូមឲ្យស្ថាប័នផ្សេងទៀតកែប្រឡងព្រោះយើងប្រឡងតែមន្ត្រីរាជការស៊ីវិលប្រឡងកងទ័ពប្រឡងនគរបាលគឺខិតខំធ្វើយ៉ាងណាឲ្យមានសុក្រិតភាពសម្ដេចក៏បានថ្លែងអំណរគុណទៅដល់ឪពុកម្ដាយនិងបេក្ខជនដែលខិតខំប្រឹងរៀនសូត្រដោយមិនរកការអន្តរាគមន៍ឬពឹងពាក់ខ្សែឬអ្នកធំណាសូមបញ្ជាក់ថាត្រឹមរយៈពេល15ខែក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារនៅក្រសួងស្ថាប័នមានចំនួន8ក្រសួងស្ថាប័នដែលរៀបចំចំនួន42លើក